បើសិនជាបងប្អូនតលន់បាយហើយញ៉ាំនំចុកទៅហើយញ៉ាំបែបហ្នឹងគឺញ៉ាំបន្លែបានច្រើនហើយឆ្ងាញ់សាហាវតើតើមើលរបៀបធ្វើទាំងអស់គ្នាវងខ្ញុំដាក់ស្ងោរសាច់ជាមួយនឹងគល់ក្រៃស្លឹកក្រូចសើចឲ្យឈ្ងុយខ្ញុំដាក់ខ្នុរបន្តិចដែរមានបកាទៀតថាតែឆ្ងាញ់តែខ្ញុំប្រាប់ពីរបៀបហាន់សាច់ណាសាច់ស្ងោរបងប្អូនហាន់អញ្ចឹងគឺខុសហើយនេះយើងហាន់មួយកង់វែងល្មមទៅតបមកដាក់សាច់កាប់ចោលយើងហាន់ស្ដាងបានចំណិតសាច់ឡើងស្អាតតបមកយើងលីងខ្ទឹមជាមួយនឹងម្ទេសបើសិនជាមានខ្ទឹមក្រហមទៀតថាតែឈ្ងុយខ្ញុំបុកឲ្យម៉ត់ទៅប្រាប់គេពីរបៀបលាយទឹកជ្រលក់បន្តែផ្លេចចុចថតជ្រលក់ឲ្យងាយបងប្អូនលាយជាមួយទឹកប្រហុកត្រីទឹកសាបដែលគេលាយជាមួយនឹងបុកល្ហុងយើងដាក់5ស្លាបព្រាទៅទឹកថយ3ស្លាបព្រាជាមួយនឹងស្ករ3ស្លាបព្រារួចឆ្មាថែមមួយផ្លែទៀតបើសិនជាបងប្អូនណាចូលចិត្តជ្រលក់ច្រើនណាដាក់ទឹកថែម2ស្លាបព្រាទៀតតែប៉ុណ្្នឹងគឺហើយណាបងប្អូនហើយយ៉ាឃើញតំណងអត់សំខាន់ណាទឹកជ្រលក់បងប្អូនធ្វើឲ្យហល់ឲ្យម៉ត់មកខ្ញុំនិយាយមែនបើសិនជាឲ្យខ្ញុំមកញ៉ាំនំចុកទាំង10ថ្ងៃក៏ខ្ញុំញ៉ាំដែរភាសាខ្ញុំហ្នឹងចូលចិត្តញ៉ាំនំចុកសាហាវឥឡូវយើងមកភ្លក់ឯណាឡាជុក3ជាន់នំចុកតិចមកបន្តិចនំចុកជ្រលក់ទៅនឹងទៅទៅឆ្ងាញ់ដែរជ្រលក់ទៅបោកសំខាន់ហ្នឹងមកខ្ញុំហៅអីគេណាខ្ញុំមានចំណុចបកណែទៅបើខ្ញុំសាក់ឆោមមកញ៉ាំទៅថយគ្នាអត់នេះខ្ញុំដាក់ស្លាយតិចទៅមិនហ៎ជិះសោះម៉ែហៅមកប៉ុណ្ណាហើយចំហាន់ជក់មកណាអូនអូđếnឆ្ងាញ់បងប្អូនខ្មែរយកចង់តែមិនទាន់ចង់ជួយជួយខ្លាំងសាច់ជ្រូកនេះបងប្អូនខ្លាំងជួយមកអរគុណបងប្អូនដែលតាំងចិត្តមើលវីដេអូនេះដល់ចប់បងប្អូនកុំភ្លេចសាក់ធ្វើញ៉ាំណាទៅនេះមកឆ្ងាញ់ហ្មងមុខនេះគឺខ្ញុំរ៉េតឲ្យ10លើ10បើប្តីខ្ញុំគាត់រ៉េតឲ្យ9លើ10ថ្ងៃនេះគឺទូទឹកកកមានអីធ្វើនៅមានជាមួយនឹងដៃមឹកយៈទិញថ្ងៃមុនស្លឹកខ្ទឹមទៅផ្សារម្ដងគេឲ្យបាន1គីឡូជាមួយនឹងម្ទេស10គ្រាប់លាងដៃមឹកនឹងឲ្យស្អាតសិនទៅរាល់ដងឃើញដៃមឹកនេះបងប្អូនអត់ដឹងធ្វើអីទេត្រូវអត់ខែពីអាំងតែថ្ងៃនេះខ្ញុំសាក់មកឆាដូចមុំហូបចិនម្ដងមើលមានហ្វែលអត់ចូលចិត្តតែមើលវីដេអូចិនបងប្អូនគ្រឿងផ្សំយើងហើយអត់ខ្វះជាមួយនឹងម្សៅស៊ុបខ្នុរដំបូងខ្ញុំស្រោះដៃមឹកនេះជាមួយនឹងទឹកខ្មេះឬមួយក៏ស្រាធំម្ហូបក៏បានដែរឲ្យកាត់ជាតិឆ្អាបរបស់មឹកនឹងនិយាយទៅយើងស្រោះមកល្មមបងប្អូនមិនឆ្អិនពេកទេលីងខ្ទឹមជាមួយនឹងគល់ខ្ទឹមឲ្យឈ្ងុយស្នើចាំយើងចាក់មឹកចូលបើក្នុងវីដេអូខ្ញុំមើលគេដាក់មឹកចូលឆាមួយផ្លែតហើយបានដាក់ខ្ទឹមក្រូចខ្ញុំឆាឲ្យមឹកនឹងឈ្ងុយសិនណាបើខ្ញុំដាក់គ្រឿងដាក់ម្សៅស៊ុបខ្នុរប្រហែលជាកន្លះស្លាបព្រាស្ករកន្លះស្លាបព្រាផេងឆង1ស្លាបព្រាជាមួយនឹងទឹកស្អ៊ីវខាប់1ស្លាបព្រាទៀតឲ្យចេញពណ៌ស្អាតបើមានទឹកស្អ៊ីវខាប់បងប្អូនបាច់ដាក់ក៏បានដែរស្អ៊ីវខាប់ហ្នឹងជាពណ៌ឲ្យបងប្អូនមិនមែនទឹកស្អ៊ីវញ៉ាំធម្មតាណាឃើញរៀងខាប់ឲ្យបងប្អូនដាក់ម្ទេសចូលឆាហ្មងតែខ្ញុំដាក់ហ្នឹងប្រហែលជា10គ្រាប់រៀងស្ទើខ្ញុំថែមម្សៅស៊ុបខ្នុរទៀតឆ្អិនហើយបងប្អូនបិទចក្រានដាក់ស្លឹកខ្ទឹមចូលភ្លាមណាពេលហ្នឹងយើងបាច់ដាក់ភ្លើងទៀតទេកូរច្របល់សັບគឺស្លឹកខ្ទឹមយើងឆ្អិនហើយងាយបងប្អូនហើយមកមុខនេះខ្ញុំនិយាយមែនខ្លែមក៏បានដែរហូបជាមួយបាយចុះបាយសាហាវហើយជាមួយនឹងកញ្ចប់ម្សៅស៊ុបខ្នុរ450ក្រាមច្រើនជាងមុន50ក្រាមប៉ុន្តែតម្លៃដដែលទេឥឡូវយើងមកភ្លក់ណាឆ្លងចូលជាតិដៃមឹកនោះឲ្យដៃមឹកនោះឡងស្រួយឈប់ឆ្ងាញ់ហ្មងដៃមឹកក៏បងប្អូនដឹងស្រាប់ហើយគឺស្រួយឈប់បានឆាជាមួយនឹងស្លឹកខ្ទឹមឡើងឈ្ងុយដាក់មកទេឲ្យហល់ទៅហើយជាមួយនឹងរសជាតិឆ្ងាញ់អញ្ចឹងទៀតអ្នកណាគេព្រមបាន9ទៅ10អត់អីបងប្អូនឯងធ្វើសាក់ធ្វើបែនណាធ្វើអីក៏ដោយកុំភ្លេចជាមួយម្សៅស៊ុបខ្នុរអញ្ចឹងអរគុណបងប្អូនដែលទស្សនាវីដេអូដល់ចប់ដែរបងប្អូនកុំភ្លេចសាក់ធ្វើទៅនេះមកឆ្ងាញ់ហ្មង